តើប្រទេសណាខ្លះដែលធ្លាប់ធ្វើសង្គ្រាមបរាជ័យក្រោមដៃរុស្ស៊ីព្រះចៅអធិរាជនិងមេដឹកនាំសង្គ្រាមមួយចំនួនតែងតែប្រាថ្នាចង់ត្រួតត្រាលើទឹកដីរុស្ស៊ីនិងបានដឹកនាំកងទ័ពចូលលុកលុយជាច្រើនលើកច្រើនសារប៉ុន្តែព្រះមហាក្សត្រនិងមេដឹកនាំទាំងនោះមិនសូវទទួលបានជ័យជំនះលើកងទ័ពរុស្ស៊ីប៉ុន្មាននោះទេមានតែបែរមុខបកក្រោយទាំងបរាជ័យស្ពាយក្តីអាម៉ាស់រត់កាត់ទំព័រប្រវត្តិសាស្ត្ររត់យកតែព្រះអាយុតែប៉ុណ្ណោះទេសូមអរគុណសម្រាប់ការតាមដានទស្សនាសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបានដើម្បីទទួលបានវីដេអូថ្មីៗទៀតថ្ងៃនេះយើងមកដឹងអំពីព្រឹត្តិការណ៍នឹងប្រទេសមួយចំនួនដែលចាញ់សង្គ្រាមក្រោមដៃរុស្ស៊ីវាជារឿងធម្មតាទេដែលការត្រួតត្រាចក្រភពមួយទៅលើចក្រភពមួយទៀតនោះតែងតែមានការចាប់ផ្ដើមនិងការបិទបញ្ចប់តួយ៉ាងដូចជាការត្រួតត្រារបស់ចក្រភពម៉ុងហ្គោលទៅលើអាណាចក្រគីវរបស់ជនជាតិបុរាណនេះជាដើមគឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជគូប៊ីឡៃខាន់ម៉ុងហ្គោលបានត្រួតត្រាអាណាចក្រគីវចាប់ពីគ្រិស្តសករាជ1237ដល់1242លុះដល់រជ្ជកាលរបស់ព្រះចៅអូគីដៃខាន់ម៉ុងហ្គោលក៏បានស្គាល់នៅការបរាជ័យចំពោះមុខកងទ័ពរបស់ជនជាតិរុសគឺជាជនជាតិរុស្ស៊ីបុរាណនៅក្នុងឆ្នាំ1812ព្រះចៅអធិរាជបារាំងណាប៉ូឡេអុងបានលើកទ័ពចំនួន600,000 នាក់ចេញពីក្រុងនៃចក្រភពអូទ្រីសចូលឈ្លានពានចក្រភពរុស្ស៊ីដែលកាលនោះគ្រប់គ្រងដោយព្រះចៅត្យាអាឡិចសាន់ឌឺនៅចំពោះមុខកងទ័ពរបស់ណាប៉ូឡេអុងកងទ័ពរុស្ស៊ីបានដកថយហើយដកថយទៀតមិនព្រមច្បាំងទាល់តែសោះដែលជាហេតុផលឲ្យកងទ័ពណាប៉ូឡេអុងកាន់តែបានចិត្តហើយចេះតែរុលទៅមុខរហូតទៅដល់កំពែងក្រុងមូស្គូរាជធានីរបស់រុស្ស៊ីយ៉ាងឆាប់រហ័សកងទ័ពបារាំងបានឡោមព័ទ្ធទីក្រុងមូស្គូអស់រយៈពេល5សប្តាហ៍ដើម្បីឲ្យព្រះចៅត្យាអាឡិចសាន់ឌឺចុះសន្ធិសញ្ញាចុះចាញ់ស្ថានភាពនេះបានធ្វើឲ្យកងទ័ពបារាំងបានជួបនូវបញ្ហាជាច្រើននៅចំពោះមុខសង្គ្រាមផ្លូវឆ្ងាយមួយនេះដោយស្បៀងអាហារក៏អស់អាកាសធាតុក៏ត្រជាក់ខ្លាំងម្យ៉ាងទៀតកងទ័ពចម្រុះដែលព្រះចៅណាប៉ូឡេអុងដឹកនាំមកធ្វើសង្គ្រាមនោះមិនមែនមានតែកងទ័ពបារាំងទាំងអស់នោះឡើយពួកគេចេះតែលួចរត់ចោលសមរភូមិព្រោះតែទ្រាំនឹងអាកាសធាតុមិនបានហើយនឹងភាពអត់ឃ្លានថែមទៀតនោះខណៈចូលរួមធ្វើសង្គ្រាមនេះក៏មិនមែនដើម្បីជាតិសាសន៍របស់ពួកគេដែរទៀតជាហេតុធ្វើឲ្យពួកគេលួចរត់ចោលជួរកងទ័ពយ៉ាងដូចនេះដោយមើលទៅស្ថានភាពសឹកមិនស្រួលព្រះចៅណាប៉ូឡេអុងក៏បានដកទ័ពចេញពីក្រុងមូស្គូទាំងមិនអស់ចិនឃើញដូច្នេះព្រះចៅត្យាអាឡិចសាន់ឌឺរបស់រុស្ស៊ីក៏បានបញ្ជាកងទ័ពឲ្យដេញកម្ចាត់ទ័ពរបស់ព្រះចៅណាប៉ូឡេអុងតែម្ដងជាហេតុធ្វើឲ្យកងទ័ពណាប៉ូឡេអុងទទួលនៅបរាជ័យយ៉ាងអាម៉ាស់ហើយថែមទាំងត្រូវកងទ័ពសម្ព័ន្ធមិត្តអង់គ្លេសអូទ្រីសស៊ុយអែតវាយចិញ្ច្រាំកងទ័ពណាប៉ូឡេអុងយ៉ាងតិចនិងដេញតាមកម្ចាត់រហូតដល់ក្រុងប៉ារីសតែម្ដងបរាជ័យក្នុងសង្គ្រាមជាមួយរុស្ស៊ីអង់គ្លេសអូទ្រីសនិងស៊ុយអែតនេះធ្វើឲ្យកងទ័ព600,000 នាក់របស់ព្រះចៅណាប៉ូឡេអុងបាត់បង់ជីវិតស្ទើរតែទាំងអស់សង្គ្រាមជាង300ឆ្នាំជាមួយចក្រភពអូតូម៉ង់សង្គ្រាមរវាងចក្រភពអូតូម៉ង់និងចក្រភពរុស្ស៊ីត្រូវបានគេចាត់ទុកថាជាសង្គ្រាម12ជំនាន់ដែលបានកើតឡើងលើកទី1ចាប់តាំងពីឆ្នាំ1568ដល់ឆ្នាំ1570លើកទី2ចាប់តាំងពីឆ្នាំ1676ដល់ឆ្នាំ1681លើកទី3ចាប់តាំងពីឆ្នាំ1686ដល់ឆ្នាំ1700លើកទី4ចាប់តាំងពីឆ្នាំ1710ដល់ឆ្នាំ1711លើកទី5ចាប់តាំងពីឆ្នាំ1735ដល់ឆ្នាំ1739លើកទី6ចាប់ពីឆ្នាំ1768ដល់ឆ្នាំ1774លើកទី7ចាប់តាំងពីឆ្នាំ1787ដល់ឆ្នាំ1792លើកទី8ចាប់ពីឆ្នាំ1806ដល់ឆ្នាំ1812
លើកទី9ចាប់ពីឆ្នាំ1828ដល់ឆ្នាំ1829លើកទី10ចាប់ពីឆ្នាំ1853ដល់ឆ្នាំ1856លើកទី11ចាប់ពីឆ្នាំ1877ដល់ឆ្នាំ1878លើកទី12ពីឆ្នាំ1914ដល់ឆ្នាំ1918ចម្បាំងរង្គោះរង្គើខាងលើនេះត្រូវបានគេកត់ត្រាទុកថាជាសង្គ្រាមយូរបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោកប៉ុន្តែចាប់ពីសតវត្សទី18មកចក្រភពអូតូម៉ង់ក៏បានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនបណ្ដាលឲ្យមានការបាត់បង់ទឹកដីបន្តិចម្ដងរីឯរុស្ស៊ីចេះតែមានព្រៀបលើអូតូម៉ង់ជារឿយដែលរហូតដល់ចុងបញ្ចប់នៃយុគសម័យអូតូម៉ង់របស់ទួរគីចក្រភពរុស្ស៊ីបានយកឈ្នះលើអូតូម៉ង់និងបានដណ្ដើមយកទឹកដីមួយចំនួននៅភាគខាងត្បូងនៃប្រទេសនៅឆ្នាំ1918បន្ទាប់មកក៏បង្កើតបានសហភាពសូវៀតនៅចុងឆ្នាំ1922អូតូម៉ង់ដ៏ធំធេងក៏បានធ្លាក់ខ្លួនដុនដាបជាលំដាប់រហូតសល់តែប្រទេសទួរគីមួយនាពេលបច្ចុប្បន្នរុស្ស៊ីឈ្នះចិនតែចាញ់ជប៉ុនក្រោយដណ្ដើមម៉ុងហ្គោលបានពីមហាឆេងហើយកងទ័ពរុស្ស៊ីបានបន្តទន្ទ្រានដល់ភាគខាងកើតទ្វីបអាស៊ីគឺនៅក្បែរតំបន់ម៉ាជូរីភាគឦសាននៃប្រទេសចិនបច្ចុប្បន្ននៅពេលទៅដល់ទីនោះកងទ័ពរុស្ស៊ីបានប៉ះទង្គិចជាមួយកងទ័ពរបស់ព្រះចៅអធិរាជជប៉ុនមូជីហ៊ីតូហើយក៏បានច្បាំងគ្នាអស់រយៈពេល1ឆ្នាំចាប់ពីឆ្នាំ1904ដល់ឆ្នាំ1905សមរភូមិនេះធ្វើឲ្យរុស្ស៊ីបរាជ័យចាញ់ជប៉ុនយ៉ាងដំណំចំណែកឯជប៉ុនក៏ទទួលបានកិត្តិនាមល្បីល្បាញជាមហាអំណាចអាស៊ីតែមួយគត់ដែលបំបាក់មហិច្ឆតារបស់មហាអំណាចអឺរ៉ុបបានជោគជ័យ Adolfo Hitler របស់អាល្លឺម៉ង់នៅឆ្នាំ1941 Adolfo Hitler បានបញ្ជាកងទ័ពអាល្លឺម៉ង់3លាននាក់ចូលឈ្លានពានសហភាពសូវៀតក្នុងចម្បាំងនោះកងទ័ពអាស៊ីរបស់ Hitler បានសម្លាប់កងទ័ពនិងប្រជាជនសូវៀតរាប់លាននាក់ដែលជាហេតុធ្វើឲ្យមេដឹកនាំសហភាពសូវៀតលោក Joseph Stalin មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទំហំនៃការវាយប្រហារនេះនៅពេលនោះលោក Joseph Stalin ក៏បានចេញបញ្ជាកងទ័ពក្រហមរបស់សហភាពសូវៀតចេញទប់ទល់នឹងកងទ័ពរបស់ Hitler រហូតទាល់តែទទួលបានជោគជ័យនិងបានរុញច្រានកងទ័ពណាស៊ីឲ្យថយចេញពីទឹកដីរបស់សហភាពសូវៀតទាំងស្រុងដែលសមរភូមិចម្បាំងគ្នាជាមួយកងទ័ពណាស៊ីនោះគេហៅឈ្មោះថា Stalingrad ទោះបីជាទទួលបានជ័យជំនះលើកងទ័ពអាល្លឺម៉ង់យ៉ាងនេះក្តីប៉ុន្តែសហភាពសូវៀតខ្លួនឯងក៏បានបាត់បង់កងទ័ពនិងប្រជាជនស៊ីវិលរាប់មិនអស់ខណៈតួលេខត្រូវបានគេបង្ហាញថាចាប់ពីឆ្នាំ1941ដល់ឆ្នាំ1945កងទ័ពសូវៀតប្រមាណ10លាននាក់និងជនស៊ីវិលប្រមាណ14លាននាក់បានស្លាប់បាត់បង់ជីវិតចំណែកខាងអាល្លឺម៉ង់វិញក៏បានបាត់បង់ជីវិតកងទ័ពប្រមាណ5លាននាក់ដែរសរុបមកវិញនៅទឹកដីរបស់រុស្ស៊ីមានកត្តាអាកាសធាតុត្រជាក់ចក្រភពធំប្រជាជនច្រើនស្មារតីខ្លាំងក្លាភូមិសាស្ត្រទឹកដីជាទីតាំងការពារដ៏ល្អនិងនៅឆ្ងាយពីចក្រភពធំដទៃទៀតសុទ្ធតែជាកត្តាដែលធ្វើឲ្យរុស្ស៊ីបុរាណអាចការពារខ្លួនបានពីការឈ្លានពានរបស់បរទេសរហូតមានលទ្ធភាពអាចរុញច្រានកងទ័ពឈ្លានពានទាំងនោះថយចេញពីទឹកដីរបស់ខ្លួនបានយ៉ាងស្រួលលុះឈានចូលមកដល់សម័យទំនើបរុស្ស៊ីនៅតែអាចបន្តរស់នៅជាមួយពិភពលោកប្រកបដោយភាពរីកចម្រើនហើយបានក្លាយទៅជាមហាអំណាចមនោគមវិជ្ជាកុម្មុយនីសហ៊ានបើកចង្កូមប្រជែងជាមួយនឹងអាមេរិកដោយមិនញញើតហើយរហូតមកដល់បច្ចុប្បន្ននេះក៏បាននឹងកំពុងធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែនផងដែរ